ព្រះគម្ពីរលោកុបាទជំពូក9ខ1ដល់ខ29ព្រះទ្រង់ក៏ប្រទានពរដល់ណូអែនិងកូនគាត់ព្រមទាំងមានបន្ទូលថាចូលបង្កើតកូនឲ្យចម្រើនជាច្រើនឡើងឲ្យបាននៅពេញពាសលើផែនដីចុះឯគ្រប់ទាំងសត្វនៅផែនដីសត្វហើរលើអាកាសសត្វលូនវានៅដីនិងត្រីក្នុងសមុទ្រទាំងប៉ុន្មាននិងកោតខ្លាចហើយស្ញប់ស្ញែងដល់ឯងរាល់គ្នាអញប្រគល់វាមកក្នុងអំណាចឯងហើយបណ្ដាសត្វទាំងប៉ុន្មានដែលកម្រើកហើយនៅរស់នោះនឹងបានជាអាហារដល់ឯងដូចជាទិន្នជាតិទាំងអស់ដែលអញបានឲ្យដល់ឯងនោះដែរតែសាច់ណាដែលនៅមានជីវិតគឺជាឈាមនោះកុំឲ្យបរិភោគឡើយរីឯជីវិតមនុស្សវិញបើអ្នកណាយកជីវិតគេនោះអញនឹងទាឈាមដែលជាជីវិតរបស់អ្នកនោះជាមិនខានអញនឹងទាឈាមអ្នកនោះដោយសារអស់ទាំងសត្វហើយដោយសារដៃរបស់មនុស្សគឺដោយសារដៃរបស់បងប្អូននៃអ្នកដែលស្លាប់នោះផងអ្នកណាដែលកំចាយឈាមរបស់មនុស្សនោះឈាមអ្នកនោះឯងនឹងត្រូវខ្ចាយដោយសារមនុស្សដែរត្បិតព្រះទ្រង់បានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់ឯងរាល់គ្នាចូលបង្កើតកូនឲ្យចម្រើនជាច្រើនឡើងហើយឲ្យបានសាយគ្រាយនៅផែនដីជាបរិបូរណ៍ចុះរួចព្រះទ្រង់មានបន្ទូលទៅណូអែនិងពួកកូនគាត់ថាមើលអញតាំងសញ្ញានឹងឯងរាល់គ្នាហើយនឹងពូជឯងរាល់គ្នាតរៀងទៅនឹងគ្រប់ទាំងជីវិតទាំងឡាយដែលនៅជាមួយនឹងឯងរាល់គ្នាទាំងសត្វស្លាបសត្វស្រុកនិងសត្វព្រៃនៅផែនដីផងគឺនឹងគ្រប់ទាំងសត្វនៅផែនដីដែលបានចេញពីទូកធំមកអញនឹងតាំងសញ្ញានឹងឯងរាល់គ្នាថាគ្រប់សាច់ទាំងអស់នឹងមិនត្រូវវិនិច្ឆ័យដោយទឹកជន់ទៀតឡើយនឹងលែងមានទឹកជន់បំផ្លាញផែនដីទៀតព្រះទ្រង់ក៏មានបន្ទូលថានេះជាទីសម្គាល់នៃសេចក្តីសញ្ញាដែលអញតាំងនឹងឯងរាល់គ្នាហើយនឹងគ្រប់ជីវិតទាំងឡាយដែលនៅជាមួយនឹងឯងនឹងអស់ទាំងដំណរអស់កលជានិច្ចគឺអញដាក់ធ្នូរបស់អញនៅនាពពកនោះហើយជាទីសម្គាល់នៃសេចក្តីសញ្ញាដែលអញតាំងនឹងផែនដីកាលណាអញប្រមូលពពកមកលើផែនដីនោះនឹងឃើញឥន្ទ្រនូស្ថិតនៅលើពពកនោះហើយអញនឹងនឹកចាំពីសេចក្តីសញ្ញាដែលអញបានតាំងនឹងឯងរាល់គ្នាហើយនឹងអស់ទាំងសត្វគ្រប់ពូជដែរនោះនឹងគ្មានទឹកជន់ឡើងលិចផែនដីដើម្បីបំផ្លាញគ្រប់ទាំងសាច់ទៀតឡើយឥន្ទ្រនូនោះនឹងនៅលើពពកហើយអញនឹងមើលឃើញដើម្បីឲ្យនឹកចាំពីសេចក្តីសញ្ញាដ៏នៅអស់កលជានិច្ចដែលព្រះបានតាំងនឹងអស់ទាំងជីវិតគ្រប់ពូជនៅផែនដីព្រះទ្រង់ក៏មានបន្ទូលទៅណូអែថានេះហើយជាទីសម្គាល់នៃសេចក្តីសញ្ញាដែលអញបានតាំងនៅគ្រប់ទាំងសាច់នៅលើផែនដីរីឯកូនណូអែដែលចេញពីទូកធំមកនោះគឺសឹមហាំនិងយ៉ាផេតឯហាំនោះជាឪពុកកាណានអ្នកទាំង3នោះជាកូនរបស់ណូអែគឺកូនចៅអ្នកទាំងនោះហើយដែលបានចេញទៅនៅពាសពេញលើផែនដីឯណូអែគាត់ចាប់តាំងជួររាស់ដីធ្វើចំការហើយដាំទំពាំងបាយជូរគាត់បានផឹកស្រាទំពាំងបាយជូរនោះហើយក៏ស្រវឹងទៅរួចដេកអាក្រាតនៅក្នុងទ្រសារគាត់ឯហាំជាឪពុកកាណានបានឃើញឪពុកអាក្រាតដូច្នោះក៏ទៅបកគេប្រាប់ដល់បងប្អូនទាំងពីរដែលនៅខាងក្រៅនោះសឹមនិងយ៉ាផេតនាំគ្នាយកអាវវែងមកត្រដាងពីស្មាទាំងពីរនាក់ដើរថយក្រោយទៅបាំងគេខ្មាស់ឪពុកទាំងមើលចំទៅខាងមុខមិនឲ្យឃើញគេខ្មាស់របស់គាត់ឡើយលុះកាណូអែស្វាងពីស្រាឡើងក៏បានដឹងការដែលកូនពៅបានធ្វើនោះគាត់និយាយថាកាណានត្រូវបណ្ដាសាហើយវានឹងត្រូវធ្វើជាអ្នកបម្រើដល់ពួកបាវរបស់បងប្អូនវាហើយគាត់និយាយទៀតថាសូមឲ្យព្រះយេហូវ៉ាជាព្រះនៃសឹមបានប្រកបដោយព្រះពរហើយត្រូវឲ្យកាណានធ្វើជាបាវបម្រើដល់សឹមវិញសូមព្រះទ្រង់វាទីឲ្យយ៉ាផេតសូមឲ្យវាបានអាស្រ័យនៅក្នុងទីលំនៅរបស់សឹមហើយឲ្យកាណានបានធ្វើជាបាវបម្រើរបស់វាដែរលុះក្រោយទឹកជន់លិចមកនោះណូអែគាត់ក៏រស់នៅបាន350ឆ្នាំទៅទៀតអាយុរបស់ណូអែទាំងអស់រួមបាន950ឆ្នាំរួចគាត់ក៏ស្លាប់ទៅ